មើលតើឯងនេះគ្មានសាច់ដុំស្អីបន្តិចផងហ្នឹងតើក្មេងស្រែដូចជាឯងមានសមត្ថភាពអីធ្វើការនៅក្នុងភូមិគ្រឹះអញលោកម្ចាស់ចាននោះវាបែកដោយសារតែឆ្មារត់បុកអន្តាលោកម្ចាស់សូមលោកម្ចាស់មេត្តាផងទេឪពុកខ្ញុំបាននៅឯស្រុកគាត់កំពុងតែឈឺធ្ងន់ណាស់គាត់ត្រូវការកាត់ថ្លៃថ្នាំបើគ្មាន$5នេះទេគាត់ច្បាស់ជាជប់សិនអាសុកឯងគិតថាឯងដើរចេញទៅស្រួលបែបនេះហីនៅទីប្រជុំជនដ៏អ៊ូអរភូមិគ្រឹះដ៏ស្កឹមស្កៃរបស់សេដ្ឋីធនមើលទៅបែបស្ងប់ស្ងាត់ប៉ុន្តែសម្បូរទៅដោយភាពត្រជាក់ត្រជុំនៅចំពីមុខរបងដែកដ៏ខ្ពស់កំឡោះស្រុកស្រែម្នាក់ឈ្មោះសុកអាយុប្រមាណជា20ឆ្នាំកំពុងឈរអោនក្បាលសំពះជាមួយនឹងសម្លៀកបំពាក់ចាស់រហែកនិងស្ពាយបង្វេចខោអាវតូចមួយលោកសេដ្ឋីធនដែលចេញមកជាមួយនឹងក្បាលពោះធ្លាក់អមដោយអ្នកយាម2នាក់គាត់សម្លឹងមើលសុកតាំងពីក្បាលដល់ចុងជើងដោយក្រសែភ្នែកមើលងាយលោកម្ចាស់ខ្ញុំបានឈ្មោះសុកមកពីស្រុកស្រែចំការខ្ញុំបានមកសុំការងារធ្វើបានទោះជានឿយហត់ឬក៏ធ្ងន់ធ្ងរយ៉ាងណាក៏ខ្ញុំបានទ្រាំបានដែរសុកនិយាយដោយសំឡេងញ័រសេដ្ឋីធនដើរមកចិនដើរពាត់ជុំវិញសុករួចសើចបែបចំអកមើលតើឯងនេះគ្មានសាច់ដុំស្អីបន្តិចផងហ្នឹងតើក្មេងស្រែដូចជាឯងមានសមត្ថភាពអីធ្វើការនៅក្នុងភូមិគ្រឹះអញខ្ញុំចេះធ្វើការធ្ងន់ទាំងអស់លោកម្ចាស់ខ្ញុំចេះរែកតឹងពុះអស់ជូតសម្អាតរៀបចំសួនឲ្យទៅលោកម្ចាស់មេត្តាទទួលខ្ញុំបានសុំតែបាយហូបនិងប្រាក់ឈ្នួលបន្តិចបន្តួចផ្ញើទៅស្រុកតែប៉ុណ្ណោះសុកលុតជង្គង់សំពះអង្វរសេដ្ឋីធនញញឹមពព្រាយដោយឃើញឱកាសចំណេញបានពលកម្មថោកឃើញឯងវអញគួរអាណិតអញឲ្យឯងធ្វើការនៅទីនេះប៉ុន្តែស្ដាប់ឲ្យច្បាស់ណាអាហារគឺហូបបាយកកជាមួយនឹងប្រហុកជូរប្រាក់ឈ្នួលមួយខែបានតែ$5ប៉ុណ្ណោះហើយបើធ្វើអីខូចខាតអញដកហូតទាំងអស់យល់ព្រមទេសុកលេបទឹកមាត់ក្អឹងព្រោះ$5វាតិចតួចណាស់តែដោយសារគ្មានជំរើសគេក៏យល់ព្រមខ្ញុំបានយល់ព្រមអរគុណណាស់លោកម្ចាស់រៀបរាប់មិនអស់ឡើយអំពីការលំបាកសុកត្រូវភ្ញាក់តាំងពីម៉ោង4ព្រឹកធ្វើការរហូតដល់ម៉ោង11យប់សេដ្ឋីធនតែងទៅរកលេសជេរប្រមាថនិងជិះជាន់គេរាល់ថ្ងៃលុះដល់ចុងខែសុកដើរចូលទៅជួបសេដ្ឋីធនដោយសង្ឃឹមថានឹងបានប្រាក់ផ្ញើទៅប្អូននិងឪពុកពិការនៅឯស្រុកលោកម្ចាស់ថ្ងៃនេះគឺគ្រប់មួយខែហើយខ្ញុំបានមកសុំប្រាក់ឈ្នួល$5ដើម្បីផ្ញើទៅស្រុកបានសុកនិយាយទាំងអោនក្បាលសេដ្ឋីធនទាញបញ្ជីមួយមកមើលរួចតបដោយសំឡេងកំហែងប្រាក់ឈ្នួលសុកឯងមានមុខមកទារប្រាក់ឈ្នួលពីអញទៀតផងអីសុកភ្ញាក់ផ្អើលរួចសួរទាំងភ័យហេតុអីទៅលោកម្ចាស់ខ្ញុំធ្វើការមិនដែលទំនេរដៃ1នាទីទេបានចុះកាលពីសប្តាហ៍មុនឯងធ្វើឲ្យចានផកសាឡានអញបែកមួយនោះតម្លៃវា$10ណាហើយកាលពីម្សិលមិញឯងស្រោចទឹកដើមឈើអញតិចពេកធ្វើឲ្យវាសពូនអញកាត់សងការខូចខាតអស់ហើយឯងនៅជពាក់អញ$5ទៀតផងលោកសេដ្ឋីធនស្រែកគំរាមលោកម្ចាស់ចាននោះវាបែកដោយសារតែឆ្មារត់បុកអន្តាលោកម្ចាស់សូមលោកម្ចាស់មេត្តាផងទេឪពុកខ្ញុំបាននៅឯស្រុកគាត់កំពុងតែឈឺធ្ងន់ណាស់គាត់ត្រូវការកាត់ថ្លៃថ្នាំបើគ្មាន$5នេះទេគាត់ច្បាស់ជាសុកយំសោកសំពះដល់ដីសេដ្ឋីធនដើរទៅទាត់បង្វិចខោអាវរបស់សុកហើយនិយាយដោយបេះដូងខ្មៅងងឹនឪពុកឯងឈឺឬក៏ស្លាប់វាជារឿងរបស់ឯងមិនមែនជារឿងរបស់អញទេអញជាសេដ្ឋីអញមិនមែនជាអ្នកធ្វើបុណ្យដាក់ទានទេបើឯងមិនសុខចិត្តឥឡូវនេះឯងចេញពីផ្ទះអញទៅសុកសម្លឹងមើលមុខសេដ្ឋីចិត្តអាក្រក់ទាំងទឹកភ្នែកហូរច្រោកការឈឺចាំនិងភាពអយុត្តិធម៌បានចាក់ដោតបេះដូងរបស់គេយ៉ាងខ្លាំងលោកម្ចាស់លុយ$5សម្រាប់លោកម្ចាស់វាមិនស្មើនឹងអាហារមួយពេលរបស់លោកផងប៉ុន្តែ
វាជាជីវិតមនុស្សម្នាក់នៅស្រុកស្រែសុកនិយាយដោយសំឡេងស្អកស្អកឈប់និយាយបដៅអញទៅអាអ្នកក្រកំសត់ចេញឲ្យផុតពីមុខអញទៅសេដ្ឋីធនស្រែកកំហកដាក់សុកក្រោកឈរឡើងហើយជូតទឹកភ្នែកលើថ្ពាល់ចេញរួចលើកបង្វិចខោអាវចាស់របស់គេមកស្ពាយគេសម្លឹងមើលមុខសេដ្ឋីធនដោយភ្នែកយ៉ាងមុតជាលើកចុងក្រោយលោកម្ចាស់មានមាសប្រាក់ច្រើនរាប់មិនអស់ប៉ុន្តែលោកម្ចាស់ក្របេះដូងណាស់ថ្ងៃនេះលោកម្ចាស់អាចជិះជាន់ខ្ញុំបានតែលោកម្ចាស់មិនអាចបំបាក់ស្មារតីខ្ញុំបានឡើយខ្ញុំជឿថាញើសឈាមនិងភាពស្មោះត្រង់របស់ខ្ញុំវាមិនរលាយបាត់បង់ដោយសារតែចិត្តអាក្រក់របស់លោកឡើយនិយាយចំសុកដើរចេញពីភូមិគ្រឹះនោះទាំងស្ពេយបង្វែងក្នុងខណៈមេឃចាប់ផ្ដើមបង្អុរភ្លៀងធ្លាក់មកយ៉ាងខ្លាំងទោះបីជាគ្មានប្រាក់ជាប់ខ្លួននិងគ្មានដំបូលជ្រងប៉ុន្តែកំឡោះស្រុកស្រែរូបនេះនៅតែដើរទៅមុខដោយរឹងប៉ឹងព្រោះគេដឹងថាភាពស្មោះត្រង់និងការតស៊ូរបស់គេនឹងនាំគេទៅជួបពន្លឺថ្ងៃនៅថ្ងៃស្អែកដើមទ្រូងរបស់សុកញ័ររន្ធត់ដំណក់ទឹកភ្លៀងធ្លាក់មកកាន់តែខ្លាំងរំលេចនៅភាពត្រជាក់ត្រជុំនៃរាត្រីដ៏ងងឹតប៉ុន្តែនៅក្នុងចិត្តរបស់គេគឺក្តៅដូចអណ្ដាតភ្លើងកំពុងតែឆាបឆេះគេដើរបានតែ 4-5 ជំហានពីរបងភូមិគ្រឹះសំឡេងគំហករបស់សេដ្ឋីធនក៏ស្រែកឡើងសារជាថ្មីពីក្រោយខ្នងគេឈប់សិនសុកឯងគិតថាឯងដើរចេញទៅស្រួលបែបនេះហីសុកងាកក្រោយវិញយឺតទាំងសំលៀកបំពាក់ទៅទឹកជោកលោកម្ចាស់ចង់បានអីទៀតពីខ្ញុំហ៎ប្រាក់ឈ្នួលមួយកាក់មួយសេនខ្ញុំក៏មិនបានទទួលឯកម្លាំងកាយខ្ញុំក៏លោកប្រើចិត្តមួយខែរហូតដល់អស់ពីខ្លួនដែរសេដ្ឋីធនដើរក្រោមឆ័ត្រដែលអ្នកយាមកាន់ឲ្យគាត់ដើរមកជិតសុករួចចង្អុលមុខសុកអាវចាស់ដែលឯងកំពុងតពាក់នឹងកាលពីសប្តាហ៍មុនអញឲ្យអាវបាក់សៃនោះទៅឯងបើឯងដើរចេញពីផ្ទះអញឯងត្រូវទៅដោះអាវនោះទុកឲ្យអញវិញរបស់នៅក្នុងភូមិគ្រឹះនេះសូម្បីតែកណាត់មួយកន្ទប់ក៏ជារបស់អញដែរសុកសម្លឹងមើលអាវក្រណាត់ចាស់ពណ៌សប្រឡាក់ដីដែលសេដ្ឋីធ្លាប់បោះចោលឲ្យគេពាក់ព្រោះអាវចាស់របស់គេរហែកអស់ទឹកភ្នែកសុកហូរច្របូកច្របល់លាយជាមួយនឹងទឹកភ្លៀងគេខំញញឹមចុងមាត់ទាំងល្វីងជូរចត់លោកម្ចាស់សំបីតែអាវចាស់ប្រឡាក់ដីមួយនេះក៏លោកម្ចាស់ស្ដាយស្រណោះដែរក្តីមេត្តារបស់លោកម្ចាស់ពិតជាគ្មានតល់តែសោះមែនទេអញមិនខ្វល់របស់អញគឺជារបស់អញដោះវាចេញភ្លាមមកសេដ្ឋីធនស្រែកកំហកទាំងគ្មានបេះដូងសុកមិនតបតអ្វីមួយពាក្យទៀតឡើយគេលើកដៃដោះអាវក្រណាត់ទៅទឹកជោកនោះចេញយឺតទុកត្រឹមតែល្វែងលើទទេស្អាតបង្ហាញឲ្យឃើញឆ្អឹងជំនីនិងស្បែកស្លេកស្លាំងដោយសារអត់ឃ្លាននិងធ្វើការធ្ងន់ធ្ងរអស់ជាច្រើនថ្ងៃគេហុចអាវនោះទៅឲ្យអ្នកយាមរួចនិយាយដោយសំឡេងស្ងប់ស្ងាត់នេះបានលោកម្ចាស់ខ្ញុំបានសូមសងគ្រប់យ៉ាងដែលជាភាកសំណល់របស់លោកម្ចាស់វិញទាំងអស់ចាប់ពីនាទីនេះទៅខ្ញុំនិងលោកម្ចាស់គ្មានបំណុលឬចំណងអ្វីជាមួយគ្នាសូម្បីតែបន្តិចឡើយសេដ្ឋីធនមើលមុខសុកដោយភាពភ្ញាក់ផ្អើលបន្តិចព្រោះគាត់មិននឹកស្មានថាកំឡោះស្រុកស្រែម្នាក់នេះហ៊ានលះបង់សូម្បីតែអាវបាំងរងាដើម្បីរក្សាសេចក្តីថ្លៃថ្នូររបស់ខ្លួនបែបនេះសោះប៉ុន្តែដោយម្នះនិងចិត្តអាក្រក់គាត់ក៏ជ្រុំជើងស្រែកថាចេញឲ្យផុតទៅដេកឲ្យស្លាប់នៅតាមចាំថ្នល់ទៅមនុស្សក្រលហាមអកតេសុកស្ពេយបង្វិចខោអាវតូចមួយដែលសល់តែខោចាស់មួយរួចដើរចេញទៅមុខកាត់ភ្លៀងរលឹមយ៉ាងស្រអាំទោះបីជារាងកាយរបស់គេញ័ររន្ធត់ដោយសារភាពត្រជាក់តែបេះដូងរបស់គេនៅរឹងមាំដូចជាថ្មភ្នំអរុណរះឡើងនៅព្រឹកថ្ងៃបន្ទាប់
ភ្លៀងក៏បានរំសាយបាត់ទៅហើយនៅឯផ្សារធំសុកបានជួយលីការ៉ុងស្រូវនិងបន្លែឲ្យថៅកែបន្លែម្នាក់ឈ្មោះតាក្រញ៉ាំងដែលជាមនុស្សចាស់ចិត្តល្អសុកធ្វើការទាំងស្រេកឃ្លាននិងនឿយហត់ប៉ុន្តែគេមិនដែលរអ៊ូមួយម៉ាត់ឡើយឃើញសកម្មភាពនិងភាពស្មោះត្រង់របស់សុកតាក្រញ៉ាំងក៏ដើរមកជិតរួចហុចបាយកញ្ចប់និងទឹកមួយដបឲ្យឯងធ្វើការតាំងពីព្រលឹមគ្មានអាវពាក់គ្មានបាយកកចូលពោះណាហូបបាយនេះសិនទៅចៅតើឯងមកពីណាដែរសុកសំពះទទួលបាយទាំងទឹកភ្នែករហាមអរគុណណាស់លោកតាខ្ញុំមកពីស្រុកស្រែមករកការងារធ្វើប៉ុន្តែជួបសេដ្ឋីចិត្តអាក្រក់ដកហូតយកប្រាក់ខែឈ្នួលហើយដេញខ្ញុំចេញទាំងយប់ទៅទៀនតាក្រញ៉ាំងដកដង្ហើមធំរួចទះស្មារបស់សុកស្រាលហើយជីវិតមនុស្សយើងណាចៅអើយអ្នកមានទ្រព្យសម្បត្តិខ្លះក្រចិត្តគំនិតណាប៉ុន្តែឯងកុំអស់សង្ឃឹមអីណាមនុស្សស្មោះត្រង់នឹងមិនខ្ជិលច្រអូសដូចជាចៅឯងនេះដាច់ខាតមិនស្លាប់ដោយសារអត់បាយទេបើឯងគ្មានកន្លែងទៅមកជួយធ្វើការនៅតូបអញទៅអញគ្មានប្រាក់វល់លៀនឲ្យចៅឯងទេតែអញមានបាយហូបគ្រប់គ្រាន់និងប្រាក់ឈ្នួលសមរម្យឲ្យចៅឯងផ្ញើទៅផ្ទះរាល់ខែសុកលុតជង្គង់សំពះតាក្រញ៉ាំងទាំងក្តីរំភើបជាពន់ពេងអរគុណលោកតាអរគុណណាស់លោកតាដែលមេត្តាប្រោសប្តីផ្ដល់ជីវិតថ្មីឲ្យខ្ញុំសុកក្រោកឈរឡើងសម្លឹងមើលទៅមេឃដែលកំពុងតែមានពន្លឺព្រះអាទិត្យចែងចាំងគេដឹងយ៉ាងច្បាស់ថាភាពលំបាកនឹងការជិះជាន់ពីសេដ្ឋីចិត្តអាក្រក់នោះវាគ្រាន់តែជាការសាកល្បងជីវិតមួយតែប៉ុណ្ណោះដរាបណាគេនៅតែមានកម្លាំងកាយស្មោះត្រង់និងមិនបោះបង់ក្តីសង្ឃឹមជីវិតរបស់កំឡោះស្រុកស្រែរូបនេះនឹងមានថ្ងៃភ្លឺស្វាងជានិញចប់ដោយបរិបូរណ៍សូមអរគុណ